ជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះបាយក្តាំងយើងមានជាមួយនឹងរសជាតិថ្មីបងប្អូនគឺចាបាយក្តាំងអង្គសម្រូបហើយយើងមានជាមួយនឹងសាច់ផាត់អានេះគឺខ្ញុំយកមកសាកបងសិនណាហ្នឹងហើយតែខ្ញុំជឿជាក់ 100% កន្លែងបងស្រីដែលខ្ញុំយកពីគាត់ហ្នឹងគឺថាគាត់ធ្វើរសជាតិឆ្ងាញ់ខ្លាំងមែនតើបងប្អូនឆ្ងាញ់មែនខ្ញុំនិយាយមែនបាយក្តាំងគឺឆ្ងាញ់ខ្លាំងទេអូឈ្ងុយបងប្អូនបាយក្តាំងអង្គសម្រូបនេះនេះសួយមកនេះអង្គសម្រូបខ្លាំងបងប្អូនហើយយើងមានជាមួយនឹងរសជាតិថ្មីមួយទៀតគឺរសជាតិសាក់តើបងប្អូនសាក់តើទឹកដោះគោសាច់ផាត់នេះបងប្អូនឃើញទេចាហើយអានេះវិញគឺរសជាតិសាក់តើធម្មតាសាក់តើមានសាច់ផាត់ទេទឹកដោះគោស្លឹកតើចាឆ្ងាញ់ណាស់បងប្អូនអើយឆ្ងាញ់មែនឆ្ងាញ់ហើយនឹងឈ្ងុយតែម្ដងអានេះគឺខ្ញុំលក់ជាប្រចាំគឺបាយក្តាំងទឹកដោះគោធម្មតាហើយមួយនេះវិញបងប្អូនគឺបាយក្តាំងទឹកដោះគោសាច់ផាត់ដល់បងប្អូនទាំងអស់គ្នាអាហ្នឹងខ្ញុំលក់ជាប្រចាំពីមុនមកហើយសម្រាប់នេះវិញគឺបាយក្តាំងទឹកដោះគោម្ទេសណាបងប្អូនទាំងអស់គ្នាអូច្រឡំ sorry បាយក្តាំងទឹកត្រីសាច់ផាត់ចឹងសម្រាប់បងប្អូនដែលចង់ញ៉ាំជាមួយនឹងបាយក្តាំងគឺឥឡូវហ្នឹងគឺយើងមានរហូតទៅដល់5រសជាតិមាននៅក្នុងស្តុកណាបងប្អូនទាំងអស់គ្នាហើយសម្រាប់រសជាតិមួយនេះវិញគឺខ្ញុំយកមកតេស្តសិនព្រោះខ្ញុំអត់ដែរញ៉ាំអង្គសរុបដែរខ្ញុំដឹងថាអង្គសរុបវារៀងខ្សោះsorry បងប្អូនវារៀងខ្សោះអីអញ្ចឹងណាតែខ្ញុំអត់ដឹងថាពេលដែលយកទៅធ្វើបាយក្តាំងវាឆ្ងាញ់ខ្លាំងអញ្ចឹងឯងបងប្អូនហ្នឹងឥឡូវខ្ញុំយកមកតេស្តជើងក្រោយខ្ញុំដាក់មកហើយជើងក្រោយគឺមានហើយបាយក្តាំងអង្គសម្រូបហ្នឹងបងប្អូននេះញ៉ាំខ្លាំងហើយស្រួយមានជាតិតែម្ដងអញ្ចឹងសម្រាប់បងចង់ញ៉ាំជាមួយនឹងបាយក្តាំងចង់បានរសជាតិមួយណាឆាតមកណាបងប្អូនណាចាយើងមានស្តុកគ្រប់រសជាតិទាំងអស់អត់តែរសជាតិអង្គសរុបមួយទេយើងអត់ទាន់មានទេណាបងប្អូនចាយើងមានគ្រប់រសជាតិណាបងប្អូនចង់ញ៉ាំអីឆាតមកណាបងប្អូនណានេះតែម្ដងមិញហ្នឹងបងប្អូនចាតែចូលស្តុកថ្មីណាបងប្អូនអរគ្នានេះចាតែចូលស្តុកអញ្ចឹងបងចង់ញ៉ាំមួយណាឆាតមកណាបាយ